រំជួយដីធ្ងន់ធ្ងរមានមនុស្សស្លាប់ច្រើនបំផុតទាំង5ក្នុងប្រវត្តិសាស្ត្រចង់ដឹងថាមានប្រទេសណាខ្លះតើយើងទៅតាមដានទស្សនានៅក្នុងវីដេអូនេះទាំងអស់គ្នាទី1ប្រទេសចិនមានចំនួនអ្នកស្លាប់ចំនួន 830,000 នាក់កើតឡើងក្នុងកម្រិត 8.0 ហើយកើតឡើងក្នុងឆ្នាំ 1556 ទី2ប្រទេសហៃទីមានចំនួនអ្នកស្លាប់ចំនួន 316,000 នាក់កើតឡើងក្នុងកម្រិត 7.0 កើតឡើងក្នុងឆ្នាំ 2010 ទី3ប្រទេសទូគីមានចំនួនអ្នកស្លាប់ចំនួន 240,000 នាក់ក្នុងកម្រិត 7.0 វិទ័រកើតឡើងក្នុងឆ្នាំ 526 ទី4ប្រទេសឥណ្ឌូនេស៊ីមានចំនួនអ្នកស្លាប់ចំនួន 230,210 នាក់ក្នុងកម្រិត 9.3 វិទ័រកើតឡើងក្នុងឆ្នាំ 2004 ទី5ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកស្លាប់ 200,000 នាក់កើតឡើងក្នុងកម្រិត 8.0 វិទ័រកើតឡើងក្នុងឆ្នាំ 856 សូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់